សូមស្វាគមន៍មកកាន់ Channel បរិយាយើងទិនពីក្រោយពីត្រូវបានប្រជារាស្ត្រនិងកុមារស្អប់ខ្ពើមជាខ្លាំងនៅត្រង់វគ្គនេះប៉ាវឡុងជីរបស់យើងបានទៅជួបប្តីប្រពន្ធ2នាក់ដែលមានប្តីកើតជំងឺរបេងដែលទើបរៀបចំកម្មវិធីមង្គលការថ្មីថ្មោងក្រោយពីចូលរួមមង្គលការនិងធ្វើការអបអរសាទរដល់ប្តីប្រពន្ធដែលមានប្តីកើតជំងឺរបេងមកយ៉ាងសប្បាយចិត្តហើយនោះនៅត្រង់វគ្គនេះគឺមានតួអង្គមួយដែលឈ្មោះថាឆាងអ៊ួយបានទៅសម្លាប់គ្រួសារប្តីប្រពន្ធ2នាក់នោះអស់13នាក់ថែមទាំងចាប់រំលោភប្រពន្ធដែលមានប្តីកើតជំងឺរបេងនោះទៀតផងក្រោយមកសវនាការថ្មីក៏បានកើតឡើងដោយប៉ាវឡុងជីរបស់យើងបានធ្វើការបើកសវនាការជាថ្មីកាត់ក្តីរបស់ឆាងអ៊ួយដែលមានចិត្តព្រៃផ្សាយសម្រាប់មនុស្សយ៉ាងសាហាវដោយប៉ាវឡុងជីរបស់យើងបានសាកសួរនៅប្រពន្ធដែលរងគ្រោះនិងឆាងអ៊ួយនិងអ្នកពាក់ព័ន្ធក្រោយមកក៏បញ្ចប់សវនាការហើយរៀបចំស៊ើបអង្កេតសារជាថ្មីពេលនោះការសូកប៉ាន់ជាថ្មីបានត្រឡប់មកវិញដោយស្ទាក់ស្ទើរចិត្តផងទាំងចង់បន្តិចឬក៏មិនចង់បន្តិចហើយក៏បានទទួលសំណូកជាថ្មីរួចហើយសវនាការថ្មីក៏បានចាប់ផ្ដើមឡើងដោយមានមន្ត្រីជាន់ខ្ពស់ជាអ្នកកាត់ក្តីវិញម្ដងនៅត្រង់វគ្គនេះមន្ត្រីជាន់ខ្ពស់បានហៅអ្នកពាក់ព័ន្ធនឹងឆាងអ៊ួយមកសាកសួរសារជាថ្មីហើយថែមទាំងកាត់ក្តីរឿងនេះឡើងវិញជំនួសប៉ាវឡុងជីរបស់យើងពេលនោះហើយដែលប៉ាវឡុងជីរបស់យើងត្រូវបានបកអាក្រាតសារជាថ្មីនៅត្រង់វគ្គនេះសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះសិនសូមអរគុណនិងសូមគោរពលាកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីក្រោយៗទៀត